Nở phum đạch srei yal muối, miền cua sa muối rùa nớ yang sa manh. Bố rõ mình nhẹ chmua vị chía, bàn riệp cài cho muối srei công pria mình nhẹ chmua sụp hía, để miền chật lõ, smart trắng, nâng khất không prang prang trong ca nhịp tè. Bần ta chỉ vật bỏ niếng mình sơi sục sàn lói, prom đầy bỏ niếng, cứ dây sa rắn, chia mình nụ miền chật rừng móm, tăng rừng, nâng mình chỗ chật niếng toal ta so. Chắp tăng bị ngày đầm bóng để sụp hía cho rô nơi trong tè. Niềng tành tại tụi rong ca bằng ọt bằng ắng, việc xâm đầy chưa chấp nâng ca nghề lầm bạc. Dây xa rắn mình đèl ở niềng xâm rạc lái, thôi bày niềng thừa ca bình ngày có đòi. Bê bực mùi. Sophia, ơi Sophia, mình toán krau tới thừa ca tiết. Xâm lên dây xa rắn sài khlang khlang. Sophia nhạc bị đâm nếch tăng thấy khá nạ bén, khá nếch niềng nơi bừa bruột. Khiêm công pung tới hai mai, niềng lời đòi xâm lên tuần plun. Bần tay xâm rạp dây xa rắn bị tuần plun nốt mình mìn này lại. Mình chạy thua ca tế, thua ta chỉ côn bà xa bò rịp hộ à hà kế. Ta dốt tắc nó, ta cắt chơ, ta chăm cá. Sophia thua cục dáng đòi mình tàu và tụi bày riêng cài niếng sơ tại ốc cầm lặng. Biểu giúp niềng ông cùi mà nhà án, krong bên lư trong kiên ọp, hơi xung bày ta tức phê có hô dạng ngạt. Vì chia bà đầy rồi bỏ niếng, chỉ mình nút lõ, tần tài quạt phây mà đài khăn. Quạt mình đài chô phép bòn ca bìaប្រពន្ធឡើយ ní thưa ơi Sophia rong ca chưa chấp chếtกันแต่ครั้ง ทั้งไงมวย Sophia មានផ្ទៃពោះនាងសង្ឃឹមថាកូននេះនឹងធ្វើឲ្យយាយសារ៉ាន់បដូរចិត្តប៉ុន្តែវាមិនដូចដែលនាងគិតឡើយកុំគិតថាមានកូនហើយអាចសម្រាកឬធ្វើការដដែលយាយសារ៉ាន់និយាយដោយគ្មានមេត្តា Sophia ត្រូវធ្វើការលំបាកទាំងខ្លួនមានផ្ទៃពោះម្ដងមួយនាងស្ទើរតែដួលព្រោះខ្សោយកម្លាំងប៉ុន្តែគ្មានអ្នកណាអាសូរនាងឡើយប៉ែសម្រាលកូននាងបានកូនស្រីម្នាក់ស្រស់ស្អាតនាងដាក់ឈ្មោះថាច័ន្ទនាតែយាយសារ៉ាន់មិនពេញចិត្តទេព្រោះនាងចង់បានកូនប្រុសកូនស្រីមិនមានតម្លៃអ្វីទេពាក្យនេះធ្វើឲ្យសុភាឈឺចាប់ដល់បេះដូងច័ន្ទនាធំឡើងក្រោមការរើអោងយាយសារ៉ាន់មិនដែលស្រឡាញ់នាងទេតែងតែឲ្យនាងធ្វើការលំបាកទោះបីនាងនៅតូចក៏ដោយកុំទៅលេងចាន់កុំញញឹមមើលទៅដូចកូនមិនមានវិន័យច័ន្ទនាតែងតែស្ងៀមស្ងាត់និងភ័យខ្លាចរយប់នាងឃើញម្ដាយរបស់នាងយំម៉ែហេតុអ្វីយាយមិនស្រឡាញ់យើងសុភាគ្រាន់តែញញឹមទាំងទឹកភ្នែកកុំគិតឆានកូនយើងត្រូវអត់ធ្មត់ប៉ុន្តែការអត់ធ្មត់មានដែនកំណត់ថ្ងៃមួយយ៉ាងអាក្រក់ថ្ងៃមួយយាយសារ៉ាន់បង្ខំឲ្យច័ន្ទនាទុយដឹកទឹកពីអូឆ្ងាយខណៈពេលភ្លៀងធ្លាក់ខ្លាំងក្មេងស្រីតូចនោះធ្វើតាមដោយមិនហ៊ានបដិសេធតែនាងរអើជើងនៅលើផ្លូវសើមហើយធ្លាក់ទៅក្នុងទឹកសុភាដើររកកូនរបស់នាងទាំងភ័យខ្លាចពេលឃើញកូនស្ថិតក្នុងសភាពភ័យអន់ខ្សោយនាងស្រែកយំដោយបេះដូងបែកច័ន្ទនាកូនម៉ែកូនតូចម៉ែខ្ញុំចង់នៅជាមួយម៉ែពាក្យចុងក្រោយនោះបំបែកបេះដូងសុភាទាំងស្រុងបន្ទាប់ពីថ្ងៃនោះផ្ទះនោះคล้ายជាស្ងាត់ស្ងាត់សុភាមិននិយាយទៀតទេនាងគ្រាន់តែអង្គុយមើលទីកន្លែងដែលកូនធ្លាប់លេងយាយសារ៉ាន់ចាប់ផ្ដើមមានអារម្មណ៍ខុសប៉ុន្តែវាអស់ពេលហើយរាត្រីមួយនាងឮសំឡេងក្មេងស្រីស្រែកយំក្រោយផ្ទះយាយខ្ញុំរងាណាយាយសារ៉ាន់ភ័យខ្លាចនាងដើរជាងទៅមើលតែគ្មាននរណាតែសំឡេងនោះនៅតែមានចាប់តាំងពីថ្ងៃនោះមកយាយសារ៉ាន់មិនដែលគេសុខទៀតឡើយសំឡេងក្មេងស្រីនោះតែងតែតាមលងនាងរាល់យប់ចុងក្រោយនាងឈឺធ្ងន់នឹងស្លាប់ក្នុងការភ័យខ្លាចនិងវិបត្តិចិត្តសុភានឹងរស់តែឯងជាមួយទឹកភ្នែកនិងអតីតកាលដ៏ឈឺចាប់បន្ទាប់ពីការស្លាប់របស់ច័ន្ទនាផ្ទះទូតនោះមិនដូចមុនទៀតឡើយគ្មានសំឡេងក្មេងលេងសើចគ្មានសំឡេងហៅម៉ែទៀតឡើយមានតែភាពស្ងប់ស្ងាត់និងអារម្មណ៍ឈឺចាប់ដែលគ្របដណ្ដប់គ្រួសារនោះទាំងស្រុងសុភាក្លាយជាមនុស្សស្ងៀមស្ងាត់រាល់ថ្ងៃនាងតែងតែអង្គុយនៅជេរផ្ទះមើលទៅផ្លូវដែលកូនធ្លាប់ដើរដូចជាកំពុងរង់ចាំអ្វីមួយដែលមិនអាចត្រឡប់មកវិញបានទៀតច័ន្ទនាកូននៅឯណានាងនិយាយស្រាលទឹកភ្នែកហួរមិនឈប់វិជាក៏ចាប់ដើមសោកស្ដាយយ៉ាងខ្លាំងគាត់ចាប់អារម្មណ៍ថាការស្ងៀមរបស់គាត់កន្លងមកគឺជាកំហុសធំបំផុតក្នុងជីវិតប៉ុន្តែអ្វីយឺតពេកហើយមួយថ្ងៃសុភាដើរទៅកាន់អូដែលកូនរបស់នាងបានជួបហេតុការណ៍នាងអង្គុយនៅទីនោះយូរម៉ោងដោយមិននិយាយអ្វីទាំងអស់ទឹកភ្នែករបស់នាងធ្លាក់ទៅលើដីដូចភ្លៀងស្រកម៉ែសំទោសកូនម៉ែមិនអាចការពារកូនបានខ្យល់អុកស្រាលដូចជាមាននរណាម្នាក់ឆ្លើយតបនាងដាក់ដៃទៅលើទឹកហើយបិទភ្នែកយឺតចាប់ពីថ្ងៃនោះមកអ្នកភូមិមិនឃើញសុភាទៀតឡើយមានតែពាក្យនិយាយថានាងបានបាត់ខ្លួនយ៉ាងអាថាកំបាំងនៅក្បែរអូនោះ
វិជានៅរស់នៅតែម្នាក់ឯងក្នុងផ្ទះដតេរយប់គាត់ឮសំឡេងស្ត្រីនិងក្មេងស្រីស្រែកយំស្រាលពីចំហៀងផ្ទះសំឡេងមួយហៅថាម៉ែសំឡេងមួយឆ្លើយថាកូនគាត់អង្គុយកាន់ក្បាលហើយយំដោយការសោកស្ដាយដែលមិនអាចលុបចោលបានចុងក្រោយរឿងនេះបានក្លាយជាមេរៀនដ៏ឈឺចាប់សម្រាប់អ្នកភូមិទាំងអស់ពួកគេនិយាយគ្នាថាកុំធ្វើបាបអ្នកដទៃព្រោះការឈឺចាប់ដែលអ្នកបង្កអាចត្រឡប់មកជាបំណុលជីវិតកុំមើលងាយក្តីស្រឡាញ់របស់អ្នកដទៃព្រោះពេលវាបាត់ទៅវាមិនអាចយកវិញបានឡើយនៅចុងបញ្ចប់មានតែទឹកភ្នែកការសោកស្ដាយនិងភាពទទេដែលនៅសល់ជានិច្ច